សួស្តីអ្នកនរគ្នាយើងមានការអាប់ដេតជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍សម្រាប់ប៉ុស្តិ៍ទូរទស្សន៍ថ្មីបងចូលទៅមើលជាមួយនឹង app ESTV បាទបងមើល logo នេះមករបៀបមើលដូចគ្នាទេយើងគ្រាន់តែចុច OK នៅលើ app ហ្នឹងចាំវាមកសន្ទុះទៅវានឹងធ្វើការចាប់ប៉ុស្តិ៍ថ្មីចូលក្នុងនឹងអូតូហ្មងអ្នកនរគ្នាមិនបាច់យកមកដល់ហាងដើម្បីអាប់ដេតប៉ុស្តិ៍ទេគឺមិនបាច់ទេបាទបើកតែ app ហ្នឹងមកអូតូអាប់ដេតឲ្យបងចង់មើលបាទចេញមកបែបហ្នឹងហើយបងចង់មើលឧទាហរណ៍ថាមើលប៉ុស្តិ៍ហងមាសបាទគ្រាន់តែចុចអូខេលើប៉ុស្តិ៍ដែលបងចង់មើលបែបហ្នឹងមកអញ្ចឹងយើងចាំឲ្យវា loading មហន្តរាយ2ដងម្ដងគឺសង្គ្រាមស្ដេចបិសាចហើយម្ដងទៀតគឺជាសង្គ្រាមសម្រាប់ការដូរប៉ុស្តិ៍យើងមាន2វិធីសម្រាប់ដូរប៉ុស្តិ៍ចុចលើក្រោមចេះក៏បានចុចខាងលើគឺយើងដូរប៉ុស្តិ៍ទៅមុខបាទដូរទៅមុខទៀតបើអាក្រោមនេះគឺយើងដូរត្រឡប់មកក្រោយវិញអូខេឃើញទេបើចង់ដូរប៉ុស្តិ៍ដែលយើងចង់បានវិញយើងចុចអូខេ2ដងបាទប៊ូតុងកណ្ដាលនេះមកនេះសូមក៏ឃើញមើលបន្តិចនេះកណ្ដាលហ្នឹងចុច2ដងមកណា1 2ចេញចេះមកបងចង់មើលប៉ុស្តិ៍អីយើងចុចលើប៉ុស្តិ៍យើងចង់មើលបែបហ្នឹងមកត្រឡប់ back វិញមួយមកវាបាត់ហើយកន្លែង icon ខាងនេះហើយអញ្ចឹងចាំផ្លេតកន្លែង icon នេះក៏វាបាត់ដូចគ្នាចង់មើលប្រទេសផ្សេងក៏មិនបាច់ត្រឡប់ថយក្រោយដែរចុចអូខេម្ដង2ដងចុចមកខាងឆ្វេងមួយនេះឃើញបងឃើញវា load list មកនេះអញ្ចឹងចង់មើលប៉ុស្តិ៍ផ្សេងយើងចុចមកក្រោមមកបាទនេះថាបងចង់មើលប៉ុស្តិ៍ចិនប៉ុស្តិ៍អីអញ្ចឹងចុចលើឈ្មោះបាទប្រទេសហ្នឹងមកនេះ CCTV 1 2 3 4 5អញ្ចឹងទៅបងគ្រាន់តែចុចលើហ្នឹងគឺយើងអាចមើលបាននេះចង់មើលប៉ុស្តិ៍ថៃយើងមកបាទកតាការីថៃមកបាទនេះសិតតែប៉ុស្តិ៍ថៃនេះបាទអញ្ចឹងមានប៉ុណ្ណឹងបាទសម្រាប់មើលប៉ុស្តិ៍ទូរទស្សន៍អត់មានអីពិបាកទេបាទសំខាន់ឲ្យតែអ្នកនរគ្នាស្គាល់បាទជាមួយនឹង app របស់យើងបាទ ESTV ហ្នឹងមកបាទចុចទៅ OK មួយមកគឺមើលបាន